កម្ពុជាប្រាប់អន្តរជាតិជាថ្មីពីការអត់ធ្មត់ដើម្បីបន្ថយភាពតានតឹងតែថ្ងៃបែរជាបន្តសកម្មភាពរំលោភច្បាប់លោកអ៊ុចបរិទ្ធអនុប្រធានទី1ប្រសិទ្ធិបានលើកឡើងថាបន្ទាប់ពីមានកិច្ចព្រមព្រៀងបទច្បាប់រវាងកម្ពុជាថៃដែលបានចុះហត្ថលេខារួមគ្នានៅថ្ងៃទី27ធ្នូឆ្នាំ2025កម្ពុជាបានគោរពយ៉ាងពេញលេញនៅការបដិញ្ញាចិត្តដែលខ្លួនបានសន្យានិងបានផ្ដល់អត្ថប្រយោជន៍ជានិច្ចដល់ការអត់ធ្មត់កិច្ចសន្ទនានិងការកាត់បន្ថយភាពតានតឹងយ៉ាងណាមិញជាអក្សរឆន្ទៈក្នុងការបន្ធូរបន្ថយភាពតានតឹងនេះពុំទទួលបានការឆ្លើយតបក្នុងស្មារតីដូចគ្នានោះឡើយដោយសារកងកម្លាំងថៃបានបន្តសកម្មភាពជាឯកតោភាគីនៅក្នុងតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាលោកបានថ្លែងដូចនេះនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃសភាប្រើភាសាបារាំងនៅប្រទេសកាមេរូនកាលពីថ្ងៃ7កក្កដាឆ្នាំ2026អនុប្រធានទី1ប្រសិទ្ធិកម្ពុជាបានបន្តថាទន្ទឹមនឹងស្ថិតនៅក្នុងទឹកដីខ្មែរដែលខុសច្បាប់ហើយយោធាថៃក៏បានឈូសឆាយដីដំឡើងលួសបន្លានិងដាក់ទូកុងតឺន័រឡោមព័ទ្ធភូមិប្រជាប្រដ្ឋខ្មែរពង្រីកទីតាំងយោធាសាងសង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍រៀបចំពិធីសាសនានៅតាមប្រាសាទដែលជាបេតិកភណ្ឌវប្បធម៌និងសាសនាកម្ពុជាព្រមទាំងបំផ្លាញនិងជំនួសរូបសំណាកសាសនាផ្សេងទៀតទោះបីកម្ពុជាបានតវ៉ាជាផ្លូវការម្ដងហើយម្ដងទៀតក៏ពួកគេនៅតែបន្តលោកបន្ថែមថាសកម្មភាពដែលថៃបានធ្វើនេះគឺមិនអាចចាត់ទុកជាហេតុការណ៍ដាច់ដោយឡែកនោះទេផ្ទុយទៅវិញវាគឺជាផ្នែកមួយនៃនិន្នាការដែលអាចនាំឲ្យមានការផ្លាស់ប្ដូរស្ថានភាពជាក់ស្ដែងនៅតំបន់ព្រំដែនជាបន្តបន្ទាប់មុនពេលមានដំណោះស្រាយចុងក្រោយចំពោះវិវាទព្រំដែនសកម្មភាពទាំងនេះផ្ទុយទៅនឹងក្របខ័ណ្ឌច្បាប់ស្តីពីព្រំដែនដែលបានកំណត់ដោយអនុសញ្ញានិងសន្ធិសញ្ញាឆ្នាំ1904និង1907ដោយដែលត្រូវបានបកស្រាយនិងបញ្ជាក់ដោយសារក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិឆ្នាំ1962និងឆ្នាំ2013តាមរយៈការបង្កើតនៅស្ថានភាពចាស់ស្ដែងរួចជាស្រេចដោយសកម្មភាពទាំងនេះបានធ្វើឲ្យប៉ះពាល់ដល់បូរណភាពទឹកដីនៃក្របខ័ណ្ឌគតិយុត្តជាធរមានហើយកំពុងធ្វើឲ្យខូចខាតដល់លក្ខខណ្ឌនានាសម្រាប់ការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធីយុត្តិធម៌និងប្រកបដោយចីរភាពលោកអ៊ុចបរិទ្ធបានគូរំលែកទៀតថាក្រៅពីទុក្ខវេទនារបស់ប្រជាជនស៊ីវិលស្លូតត្រង់រាប់ម៉ឺននាក់ដែលត្រូវផ្លាស់ទីលំនៅនិងនៅតែមិនទាន់អាចត្រឡប់ទៅផ្ទះសម្បែងវិញបានកម្ពុជានៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបំផ្លិចបំផ្លាញដែលប៉ះពាល់ដល់បេតិកភណ្ឌជាតិរបស់ខ្លួនសម្បត្តិបេតិកភណ្ឌប្រវត្តិសាស្ត្រនិងវប្បធម៌ជាច្រើនដែលមានតម្លៃដ៏វិសេសវិសាលស្ថិតនៅលើទឹកដីអធិបតេយ្យភាពរបស់កម្ពុជានិងត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរលើសពីតម្លៃជារបស់ខ្លួនបេតិកភណ្ឌទាំងនេះគឺជាសម្បត្តិបេតិកភណ្ឌរួមរបស់មនុស្សជាតិដែលការអភិរក្សនិងការការពារគឺជាការទទួលខុសត្រូវរួមលោកសង្កត់ធ្ងន់ប្រាប់អង្គប្រជុំថាកម្ពុជាតែងតែជ្រើសរើសការប្រកាន់ខ្ជាប់នៅគោលការណ៍ច្បាប់កិច្ចសន្ទនានិងយន្តការពហុភាគីសម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធីដោយជំរើសនេះឆ្លុះបញ្ចាំងពីចំណឿចិត្តរបស់កម្ពុជាថាការគោរពច្បាប់ដែលរដ្ឋនានាបានទទួលយកដោយសេរីនៅតែជាការធានាដ៏ល្អបំផុតសម្រាប់សន្តិភាពប្រកបដោយចីរភាពនិងសន្តិសហវិជ្ជមានរវាងប្រទេសជិតខាងកម្ពុជានៅតែមានជំនឿថាការបដិញ្ញាចិត្តជាប្រចាំរបស់សហគមន៍អន្តរជាតិនិងគ្រួសារដ៏ធំធេងនៃសភាប្រើភាសាបារាំងក្នុងការគ្រប់គ្រងអធិបតេយ្យបូរណភាពទឹកដីការមិនប្រើប្រាស់កងកម្លាំងយោធាភាពស្មោះត្រង់ក្នុងការអនុវត្តកិច្ចព្រមព្រៀងនិងការដោះស្រាយវិវាទដោយសន្តិវិធីគឺជាការគ្រប់គ្រងដ៏សំខាន់ដល់គោលដៅរួមនេះលោកអ៊ុចបរិទ្ធក៏បានសម្ដែងនៅការអរគុណផងដែរចំពោះសមាជិកានៃគណៈកម្មការនយោបាយសភាប្រើភាសាបារាំងដែលនៅអំឡុងពេលកិច្ចប្រជុំគណៈកម្មការនយោបាយនៅខេត្តសៀមរាបកាលពីខែឧសភាកន្លងទៅបានឃើញដោយផ្ទាល់ពីទំហំនៃការបំផ្លិចបំផ្លាញភស្តុតាងនៃការរំលោភបំពានជាក់ស្ដែងនិងទុក្ខវេទនារបស់ប្រជាជនភាគសឹកនិងបានអនុម័តជាឯកច្ឆន្ទនៅសេចក្តីសម្រេចចិត្តដោយអះអាងសារជាថ្មីពីសារៈសំខាន់នៃការគោរពអធិបតេយ្យនិងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា